បាទសួស្តីអ្នកទាំងអស់គ្នាបាទថ្ងៃនេះមកជួបខ្ញុំនៅក្នុងវីដេអូទី2គឺជាការ log in account Gmail ចូលទៅក្នុង YouTube បាទដើម្បីដោះស្រាយបញ្ហា YouTube របស់អ្នកទាំងអស់គ្នាគឺ YouTube វាជួបតែងតែជួបបញ្ហាបែបនេះនៅពេលដែលយើងកំពុងតែមើលអញ្ចឹងដល់យើងកំពុងតែមើលអីអញ្ចឹងសុកទៅស្រាប់តែវាចេញមកបែបនេះបាទគឺគេឲ្យយើងចូលគណនីឬក៏ log in បាទអញ្ចឹងនៅពេលដែលយើងទៅទិញទូរស័ព្ទថ្មីឬក៏ទិញទូរស័ព្ទបន្តិចនៅកន្លែងជាងអីចឹងគឺគាត់ដាក់ឲ្យយើងទេប៉ុន្តែអ្វីដែលគាត់ដាក់ឲ្យយើងហ្នឹងគឺយើងអត់អាចមើលប្រើប្រាស់បានយូរទេយើងអាចប្រើប្រាស់បានតែ2អាទិត្យមួយអាទិត្យ2អាទិត្យកន្លះខែអីហ្នឹងគឺវាលោតតែងតែលោតអញ្ចឹងដើម្បីដោះស្រាយបញ្ហាហ្នឹងគឺវីដេអូមុនគឺខ្ញុំបានបង្រៀនអ្នកទាំងអស់គ្នាអំពីការបង្កើត Gmail ដើម្បីមក log in ចូលជាមួយនឹង YouTube ហើយ Gmail នោះផងដែរគឺយើងអាចយកទៅបង្កើត YouTube TikTok Facebook Telegram ហើយនឹង social media ផ្សេងទៀតផងដែរបាទអញ្ចឹងដើម្បីចូលទៅក្នុងហ្នឹងបាទអាចឲ្យ YouTube ជាងដំណើរការបានយើងចុចទៅលើ sign in ឬក៏ចូលគណនីហ្នឹងទៅបាទហើយបន្តមកទៀតគេឲ្យយើង add account ចូលគឺយើងដាក់ account Gmail ដែលយើងបានបង្កើតហ្នឹងអញ្ចឹងយើងចុចមក add account បាទកន្លែងនេះគឺគេឲ្យយើងដាក់លេខកូដរបស់ទូរស័ព្ទរបស់យើងបើសិនជាយើងដាក់លេខកូដបើយើងដាក់មកយើងអាច scan មករៀមឬក៏ដាក់លេខកូដមកខ្ញុំ scan មករៀមដៃបាទអញ្ចឹងកន្លែងនេះគឺគេឲ្យយើងដាក់ Gmail នឹងចូលហើយអញ្ចឹង Gmail ដែលយើងបានបង្កើតមុននោះបាទខ្ញុំបានបង្កើតដាក់បែបនេះបាទគឺខ្ញុំបានបង្កើតមកបែបនេះចាំមើលវាយ៉ាងម៉េចវិញអូខេអញ្ចឹង Gmail របស់ខ្ញុំនោះគឺត្រឹមត្រូវហើយប៉ុន្តែកន្លែងនេះគឺយើងត្រូវដាក់ password គឺលេខកូដសម្ងាត់របស់ Gmail ដែលយើងបានបង្កើតមុនណាបាទខ្ញុំដាក់ទៅគឺខ្ញុំដាក់សញ្ញា SP អញ្ចឹងយើងបន្តមកទៀតយើងចុច next មក next នេះមកវាអូខេអញ្ចឹង account Gmail របស់ខ្ញុំនេះគឺវាអូខេហើយអញ្ចឹងយើងចុច I agree កន្លែងនេះទៀតមកចឹងនៅពេលដែលយើងមាន account Gmail នេះ YouTube របស់យើងគឺអាចប្រើប្រាស់បានរហូតគឺមិនមានបញ្ហា log in sign in ចុះឡើងដោយពីមុននោះទេបាទតទៅទៀតកន្លែងនេះយើងចុច turn on backup កន្លែងនេះមកបាទពណ៌ខៀវបាទកន្លែងនេះបាទដូចខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាអំពីវីដេអូមុនហើយថា account Gmail ដែលខ្ញុំបានបង្កើតហ្នឹងគឺវាអត់ទាន់គ្រប់លក្ខខណ្ឌ 100% ទេគឺវាត្រូវការលេខទូរស័ព្ទដើម្បីស្ដារគណនីហ្នឹងបើសិនជាក្នុងករណីដែលយើងបាត់ហើយនឹង Gmail ស្ដាររបស់យើងអញ្ចឹងកន្លែងហ្នឹងគឺយើងអាចដាក់លេខទូរស័ព្ទមកបាទលេខទូរស័ព្ទរបស់យើងដែលយើងកំពុងតែប្រើនៅក្នុងទូរស័ព្ទហ្នឹងឬក៏ខាងក្រោមនេះគឺគេឲ្យយើងដាក់ Gmail ដើម្បីនឹងស្ដារក្នុងស្ថានភាពដែលយើងភ្លេចលេខសម្ងាត់ឬក៏មានអ្នកយក Gmail របស់យើងឬក៏យើងយក Gmail ហ្នឹងទៅប្រើនៅក្នុងទូរស័ព្ទឬក៏កុំព្យូទ័រផ្សេងអញ្ចឹងដើម្បីនេះហ្នឹងគឺយើងដាក់វាមកនេះខ្ញុំដាក់ប្រាប់អ្នកទាំងអស់គ្នា Gmail ហ្នឹងខ្ញុំនឹងលុបចេញព្រោះខ្ញុំអត់ប្រើ Gmail ខ្ញុំច្រើនហើយអញ្ចឹងគឺខ្ញុំទៅយកលេខខ្ញុំមកដាក់សិនមួយខ្ញុំទិញលេខថ្មីខ្ញុំអត់ចាំបាទលេខទូរស័ព្ទខ្ញុំ066 733
03បាទអញ្ចឹងគឺយើងដាក់បែបហ្នឹងមកអូខេកន្លែងនេះ Gmail នេះខ្ញុំរំលងវាពួកអីខ្ញុំអត់ត្រូវការទេបាទខ្ញុំគ្រាន់តែដាក់អញ្ចឹងមកខ្ញុំ save មកបាទហើយបន្ទាប់មកទៀតកន្លែងនេះគឺអូខេហើយអញ្ចឹងយើងចុច accept នេះមួយទៀតមកបាទអញ្ចឹងឃើញយើងឃើញlogo របស់យើងគឺពណ៌ខៀវនេះឈ្មោះរបស់យើងហ្នឹងគឺជាឈ្មោះដែលយើងបានដាក់នៅពេលដែលយើងបង្កើត Gmail អូខេនេះគឺជា account របស់យើងអញ្ចឹងយើងអាច create Gmail បន្ទាប់មកទៀតបាទដើម្បីឲ្យយើងអាចផុសវីដេអូនៅក្នុង YouTube បានគឺយើងចុច create Gmail នេះមែនទេ create channel មិនថាយើងបង្កើត channel YouTube បាទយើងអាចចុចមកនៅក្នុងហ្នឹងមកបាទអញ្ចឹងកន្លែងនេះគឺគេឲ្យយើងដាក់រូបថតបាទនៅខាងលើនេះយើងដាក់មានរូបថតយើងដាក់រូបថតមកហើយកន្លែងនេះយើងគេឲ្យដាក់ឈ្មោះយើងអាចកែឈ្មោះបានអានេះគឺ handle name នេះគឺជាឈ្មោះរបស់យើងដែល YouTube គេដាក់ឲ្យអញ្ចឹងនៅពេលដែលយើងវាយអញ្ចឹងមកគឺវា load ឲ្យមកលឿនបាទយើងចុច create មក create channel នៅខាងក្រោមនោះអញ្ចឹងគឺអូខេនេះគេដាក់ try searching to get start បាទគេឲ្យយើងចាប់ផ្ដើមប្រើ YouTube ហ្នឹងអញ្ចឹងយើងអាច search ចម្រៀងអីបានតាមចិត្តវាអត់បញ្ហាដូចមុនទៀតទេបាទអញ្ចឹងយើងចូលទៅ home សិនតបាទកន្លែងនេះគឺយើងឲ្យ search មកចម្រៀងអីគេខ្ញុំខ្ជិល search គឺខ្ញុំចុចអញ្ចឹងមកបាទអញ្ចឹងយើង play គឺអត់មានបញ្ហាដូចមុនទៀតទេបាទអញ្ចឹងវីដេអូនេះគឺបញ្ចប់នេះបាទសូមអរគុណសូមជម្រាប